សូមស្វាគមន៍មកកាន់ Whimsy Wood ថ្ងៃនេះគ្រួសាររឿងនិទានរំភើបចិត្តក្នុងការចេញលំហែពិកនិចប្រចាំឆ្នាំជាលក្ខណៈគ្រួសាររបស់ពួកគេប៉ុន្តែអូសំណប់ចិត្តអើយលក្ខណៈពិសេសគឺប្រហែលជាមានអ្វីដែលអាចកំបាំងកើតឡើងអរុនសួស្ដីកូនទន្សាយតូចរបស់ខ្ញុំត្រៀមខ្លួនហើយឬនៅសម្រាប់ពិកនិចនៅថ្ងៃនេះបាទម៉ាក់ខ្ញុំរំភើបណាស់ខ្ញុំទន្ទឹងរង់ចាំវាពេញមួយសប្តាហ៍ខ្ញុំដែរតើអ្នកគិតថាយើងនឹងឃើញមេអំបៅដូចលើកមុនឬប្រកាសណាស់លីលីលើវាលស្មៅពោពេញចម្រុះសត្វដ៏ស្រស់ស្អាតនៅក្នុងឆ្នាំនេះឥឡូវនេះតោះញ៉ាំទាំងអស់គ្នាខ្ញុំបានដុតនំការ៉ុតក្តៅៗនិងបានរៀបចំទឹកប៊ឺរីក្រឡុកសម្រាប់អាហារពេលព្រឹកដ៏ពិសេសរបស់យើងអរគុណម៉ាក់នំម៉ាហ្វីនទាំងនេះមានក្លិនឈ្ងុយណាស់ឆ្ងាញ់ណាស់នំម៉ាហ្វីនការ៉ុតគឺជាសំណប់របស់ខ្ញុំកុំភ្លេចណាយើងនៅមានរបស់របរខ្លះៗត្រូវវេចខ្ចប់មុនពេលយើងចាក់ចេញតោះត្រួតពិនិត្យមើលកន្ត្រកពិកនិចរបស់យើងម្ដងទៀតសាំងវែកពិនិត្យដបទឹកផ្លែឈើឬពិនិត្យភួយសម្រាប់ពិកនិចបត់ខាងក្នុងយ៉ាងរៀបរយហើយម៉ាក់ត្រូវហើយឥឡូវបប៊ីសូមអ្នកទៅយកកូនសោដ៏ពិសេសរបស់យើងពីទំពក់មកប្រាក់កាត់ហើយប៉ាប៉ាម៉ាក់កូនសៅមិននៅទីនេះទេតើប្រកាសទេខ្ញុំដាក់វានៅទីនោះដោយខ្លួនខ្ញុំកាលពីយប់មិញបាទប៉ាច្បាស់ជាបាទហើយអូទេតើយើងនឹងចាក់បន្តោងសោយ៉ាងម៉េចបើយើងរកមិនឃើញសោតោះយើងនាំគ្នាចិត្តត្រជាក់ហើយកូនសៅមិនគួរបាត់ទៅណាឆ្ងាយទេយើងនឹងរកវាទាំងអស់គ្នាតោះយើងទៅស្វែងរកក្នុងបន្ទប់ទទួលភ្ញៀវឲ្យសព្វជាមុនសិនពិនិត្យមើលឲ្យគ្រប់ជ្រុងជ្រោយខ្ញុំនឹងពិនិត្យមើលនៅក្រោមសាឡុងខ្ញុំនឹងមើលពីក្រោយវាំងននខ្ញុំនឹងឆែករកនៅទូសៀវភៅដោយយកចិត្តទុកដាក់វាមិនមែននៅក្រោមខ្នើយសាឡុងទេប៉ាមិននៅពីក្រោយវាំងននទេមើលទៅដូចវាមិននៅម្ដុំទូសៀវភៅទេតោះយើងទៅផ្ទះបាយវិញម្ដងបប៊ីសូមឆាយថតតុងលីលីវិញអាចឆាយក្រំតុកផងបានទេបាទម៉ាក់ភ្លាមតែម្ដងម៉ាក់គ្មានកូនសៅនៅទីនេះក្នុងថតតុកទេម៉ាក់ខ្ញុំក៏មិនឃើញវានៅទីនេះដែរម៉ាក់តើពួកយើងបានធ្វើអ្វីខ្លះក្រោយពីញ៉ាំបាយយប់មិញរួចយើងលេងអ្នកត្រួតពិនិត្យទន្សាយចាំទេហើយបន្ទាប់មកបប៊ីនិងខ្ញុំបានលេងបិទពួនគំនិតល្អលីលីតើពួកឯងទាំងពីរបានពួនហើយណាខ្ញុំបានលាក់នៅពីក្រៅកៅអីធំនៅចិត្តជើងខ្រាំងខ្ញុំលាក់ខ្លួនក្បែរកន្លែងព្យួរអាវធំចិត្តទ្វារតោះឆាយទីកន្លែងចំណុចលាក់ទាំងពីរម្ដងទៀតដោយយកចិត្តទុកដាក់យើងអាចនឹងមានភាពស្រស់ថ្លៃមិញហ្នឹងមិននៅចិត្តជើងក្រាមទេប៉ាខ្ញុំនៅតែមិនឃើញវាកន្លែងព្យួរអាវធំទេកុំអស់សង្ឃឹមអីតោះយើងទៅសាលធំពិនិត្យមើលឲ្យបានហ្មត់ចត់ផងដែរ
Bobby Lily តោះចែកគ្នាជាផ្នែក ខ្ញុំនឹងពិនិត្យមើលទៅចិត្តកន្លែងដាក់ស្បែកជើង ខ្ញុំនឹងពិនិត្យមើលជុំវិញកន្លែងដាក់ឆ័ត្រ ហើយខ្ញុំនឹងមើលទៅជិតកម្រាលទ្វារម្ដងទៀត គ្មានអ្វីនៅទីនេះទេ អូចាំបន្តិចខ្ញុំឃើញអ្វីមួយភ្លឺ មែនឬតើវានៅឯណា នេះហើយបន្តោងសោត្រូវបានលាក់ក្រោមឆ័ត្រទាំងអស់ អរណាស់លីលីអ្នកបានរកឃើញកូនសោហើយ ធ្វើការងារជាក្រុមបានល្អកូននឹងសាយតយរបស់ខ្ញុំ បាទអ្នកបានបង្ហាញពីទំនួលខុសត្រូវនិងការសហការគ្នា ឥឡូវនេះ Bobby និង Lily តើពួកយើងបានរៀនអ្វីខ្លះនៅថ្ងៃនេះ យើងបានរៀនថាតើវាសំខាន់ប៉ុណ្ណាក្នុងការរក្សាភាពនឹងណនៅពេលមានអ្វីមួយបាត់ទៅហើយ ហើយការធ្វើការជាមួយគ្នាតែងតែជួយយើងរកដំណោះស្រាយ ប៉ិតណាយើងពិតជាមានមោទនភាពលើអ្នកទាំងពីរណា ហើយត្រូវចាំថាការទុករបស់របរនៅកន្លែងរបស់វាបានត្រឹមត្រូវជួយការពារពីបញ្ហាទាំងនេះបាន ឥឡូវ Bobby តើអ្នកអាចប្រគល់កូនសោឲ្យខ្ញុំបានទេ នេះប៉ា ទីបំផុតពួកយើងមានសុវត្ថិភាពហើយ ថ្ងៃនេះពិតជាថ្ងៃល្អសម្រាប់ការពិកនិចជាគ្រួសារ វាមានអារម្មណ៍ល្អប្រសើរជាងមុនទាត់ពីរកឃើញសោដែលបាត់ មែនហើយការដោះស្រាយអាចកំបាំងរួមគ្នាធ្វើឲ្យវាកាន់តែពិសេស ថ្ងៃនេះពិតជាល្អណាស់ខ្ញុំពិតជារីករាយនៅគ្រប់ពេល ដូចខ្ញុំដែរហើយយើងបានរៀនពីមេរៀនដ៏មានតម្លៃអំពីការទទួលខុសត្រូវ រាល់ថ្ងៃជាមួយគ្រួសារគឺល្អបំផុត ហើយខ្ញុំមិនអាចរងចាំសម្រាប់ការផ្សងព្រេងបន្ទាប់របស់យើងទេ ដូច្នេះហើយក្រុមគ្រួសាររឿងនិទានបានដោះស្រាយអាចកំបាំងនៃការបាត់បន្តោកសោដោយភាពអត់ធ្មត់ដោយធ្វើការជាក្រុមនិងការគិតយ៉ាងប្រុងប្រយ័ត្នចូលរួមជាមួយពួកយើងនៅពេលក្រោយសម្រាប់ការផ្សងព្រេងបន្ថែមទៀតនៅ Whimsy Wood